រឿងខ្លាចាញ់មានសត្វខ្លាមួយដើរស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លត់ក៏ស្រែកសួរទៅថាយោបងម៉ាងកាយេខ្លះហៅថាម៉ាងកាចាឯងដើររកស៊ីអ្វីញឹងគីង្គក់តបថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីគីង្គក់តបថាយើងក៏ដើររកស៊ីដោយបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយសុញដូច្នេះតើចាប់សត្វអ្វីនឹងបានគីង្គក់ក៏អួតអាត្មាប្រាថ្នាខ្លាកោតខ្លាចថាយើថ្វីបើឃើញយើងលោតតិចដូច្នេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំប៉ុន្មានក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដោយសម្ដីថានេះយើងលោតប្រឡងគ្នាពីត្រីព្រែកម្ខាងទៅត្រីម្ខាងមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនគីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបគីង្គក់តបទៅថាខ្លីអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថាហោះត្រូវបងឯងលោតទៅចុះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតគីង្គក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ឯគីង្គក់កាន់ខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារបួនតែប្រុងត្រចៀកស្ដាប់ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ស្រែកថាហោះហើយខំកន្ទុយជួបខ្លាលោតផ្លោតទៅភ្លាមដល់ត្រីម្ខាងមួយរំពេចអំណាចកន្ទុយខ្លាវត្តទៅមុខនោះដោយទាំងគីង្គក់ទៅផងដូចជាដុំដីដែលគេចោលនឹងឈើដង្ហឹកធ្លាក់ហួរទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបានប្រែប្រានទៅខាងក្រៅវិញស្រែកហៅថាបងម៉ាងកាយេអើយមកគីង្គក់ឆ្លើយគូនៅឯនេះហើយខ្លាលើគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថាបងម៉ាងកាយេពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនតាន់ឃើញរឹតបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតគីង្គក់ព្រមក៏តបថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសសាច់នោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើនឯគីង្គក់ក្រោយខ្លាចេញទៅនោះខំសង្វាត់ទៅមិនដឹងនឹងទៅចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ចម្លែននឹងស្រមោចសង្អាលោតបន្តិចឃើញមានធ្យូងមួយដុំពុនក្របសណ្ដែកក៏លេបធ្យូងនោះចូលទៅលោតបន្តិចទៀតឃើញឆ្អឹងត្រីស្លាតមួយទូចញើកណ្ដាលផ្លូវលេបថែមទៀតលោតបន្តិចទៀតឃើញក្របអង្ក្រែមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពីងនោះរួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដើមវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកទីដើមតាមសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រពុកក៏សួរថាយោបងម៉ាងកាយេមកហើយហ៎គីង្គក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមុខបងឯងរត់ចេញមកមើលយើងនឹងកត្រាខ្លារើសចែកនីនាជាច្រើនមុខប្រាប់គីង្គក់រើសចេញអស់ទៅប្រាប់ថាអស់តែប៉ុណ្ណេះហើយគីង្គក់រើសចំណៃរបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើសបញ្ចេញធ្យូងមកមុនខ្លាសួរថាសត្វអីបងគីង្គក់ថានឹងគេហៅថាកេះរមុយខ្លាស្ដាប់មិនបានអង្វរថាកុំនិយាយបាលីបាគូបងសូមប្រាប់ជាសម្រាយមកគីង្គក់ប្រាប់ថានេះគួយរមាក់ខ្លាក៏កោតថាយើខំដល់ទៅរមាក់ផងទី2រើសឆ្អឹងត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គូដូច្នេះបង
គីងកកប្រាប់ថាផ្លេដំរីសុខ្លាថាអានិតទៅកុំនិយាយបាលីបាគូអ្វីគីងកកថានឹងគេហៅថាផ្លេដំរីសខ្លារឹតតែកោតថាអាយ៉ាលេងដល់ផ្លេដំរីសទៀតផងចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបងគីងកកថាយើអស់ប៉ុណ្ណឹងអ្នកម៉ែនៅច្រើនមុខណាស់បងអញចាំតែរាប់ទៅទី3រត់ទម្លាក់ក្របអង្ក្រែមចេញមកខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូចនេះគីងកកតបថាផ្នែកអាក្លេកខ្លាថាសូមនិយាយជាសម្រាយទៅវិញមើលគីងកកតបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីងកកស្រែកថាឈប់សិនឯងទៅណាចាំឯងយកភ្នែកឯងស៊ីសិនខ្លារត់តែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅគីងកកខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទែននឹងអណ្ដើកសួរគីងកកថាបងម៉ាំងកាយេរត់ទៅណាគីងកកថាបងជាបុរិលខ្ញុំដេញតាមខ្លាវារត់ទៅមិញបងប្រទះដែរឬអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីងកកនិងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងំពួនលើគុម្ពឫស្សីអណ្ដើកឃើញស្រែកប្រាប់គីងកកថាវានៅឯនោះទេគីងកកថាបងឯងចាំនៅត្រង់ទីនេះចុះខ្ញុំនឹងឡើងទៅចាប់វាគីងកកខំឡើងតាមវល់នឹងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឬសូរប្រកអណ្ដើកថាបងគីងកកថាខ្ញុំចង់មកបយវល់យកទៅចងវាតែម្ដងខ្លាឮដូច្នោះស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេកអរខំឡើងទៅនៅសំងំមិនអោយសត្វទាំងពីរដឹងឯគីងកកនិងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើនោះមើលលើឃើញឯខ្លាពួនក្រាបនៅលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកូនយើងវានៅឯនេះទេគីងកកថាបងជាបុរិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងកកខំប្រវេប្រវាឡើងទៅជិតប្រកាបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចូលមកដៃខ្លួនវាមកដល់ដីអណ្ដើកថាម្ដេចដូច្នេះគីងកកថាយើងគិតរលឹមឈើនេះវិញឲ្យដោយដួលនឹងចាប់អណ្ដើកបោទាំងតិចគល់ឈើនោះឮសូរប៉ករួចគីងកកធួបញ្ចេញសំឡេងឮតែក្រោតហើយស្រែកបន្ថទៀតថាហោះរលឹមឈើហើយខ្លាឮថាវារលំទទួលក្រឡេកមើលទៅលើឃើញពពករសាត់លឿនស្លៅស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរឆេះចាក់ដេញតាមទៅ